តម្លៃគ្រឿងសមុទ្រអាចនឹងហក់ឡើងថ្លៃខណៈដែលម្ចាស់ទូកនេសាទជាច្រើនគ្រឿងមិនបានចេញទៅនេសាទព្រោះតែប្រេងឡើងថ្លៃក្នុងពេលតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកំពុងតែហក់ឡើងថ្លៃនិងបានធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅក្នុងទីផ្សារកម្ពុជាបានហក់ឡើងថ្លៃនោះដែរជាពិសេសប្រេងម៉ាស៊ូតធ្វើឲ្យម្ចាស់ទូកនេសាទជាច្រើននៅក្នុងខេត្តព្រះសីហនុសម្រាប់ចិត្តផ្អាកមិនចេញទូកនេសាទជាបណ្ដោះអាសន្នបើតាមម្ចាស់ទូកនេសាទមួយរូបនៅផែទំនប់រលកខេត្តព្រះសីហនុបានលើកឡើងថាតម្លៃប្រេងឥន្ធនៈឡើងថ្លៃពិសេសប្រេងម៉ាស៊ូតបង្ខំឲ្យម្ចាស់ទូកនេសាទមួយចំនួននៅទំនប់រលកនិងបណ្ដាក្រុងស្រុកខ្លះទៀតនៅក្នុងខេត្តព្រះសីហនុផ្អាកការចេញនេសាទជាបណ្ដោះអាសន្នម្ចាស់ទូកនេសាទរូបនេះបាននិយាយទៀតថាការពីប្រេងនៅមានតម្លៃទាបម្ចាស់ទូកនេសាទទាំងអស់ស្ទើរតែរកប្រាក់ចំណេញពុំបានគឺបានត្រឹមតែទូទាត់តម្លៃប្រេងនិងកម្លាំងកម្មករនេសាទហើយនៅពេលដែលប្រេងកាន់តែឡើងថ្លៃវារឹតតែធ្វើឲ្យម្ចាស់ទូកនេសាទកាន់តែខាតទៅទៀតបច្ចុប្បន្ននេះប្រេងមួយប៊ីដុងឬមួយកានតម្លៃរហូតជាង 160000 រៀលនោះទៅហើយចេញទូកម្ដងមិនមែនប្រើមួយកដុងឬពីរកដុងគឺត្រូវប្រើប្រាស់ច្រើនដូច្នេះត្រូវការប្រើប្រាស់ថ្លៃដើមខ្ពស់ម្ចាស់ទូករូបនេះបានបន្ថែមទៀតថាបើទោះបីជាតម្លៃប្រេងបានហក់ឡើងថ្លៃក្តីតែផលនេសាទដែលម្ចាស់ទូកយកមកលក់មកឲ្យឈ្មួញកណ្ដាលក៏មិនឡើងថ្លៃនោះដែរដោយឈ្មួញកណ្ដាលនៅតែរក្សាតម្លៃដដែលពេលខ្លះមានតែបញ្ចុះតម្លៃប៉ុន្តែពេលយកទៅលក់នៅទីផ្សារបែរជាឡើងថ្លៃទៅវិញបើតាមម្ចាស់ទូកនេសាទមួយរូបទៀតនៅតំបន់ទំនប់រលកបានឲ្យដឹងទៀតថាទូកចតចោលច្រើនណាស់ព្រោះតែតម្លៃប្រេងហក់ឡើងថ្លៃហើយម្ចាស់ផែដែលមានទូកតើខ្លួនខ្លះក៏បានឲ្យបុគ្គលិករបស់ខ្លួនចេញទូកនេសាទដើម្បីប្រមូលផលនេសាទមកលក់ព្រោះម្ចាស់ផែមានម៉ួយធំចាំទទួលយកស្រាប់បច្ចុប្បន្ននេះក្នុងចំណោមទូកនេសាទទាំងអស់នៅផែទំនប់រលកគឺមានត្រឹមតែ 30% ដែលបន្តចេញនេសាទហើយ 70% ទៀតចតចោលនៅកំពង់ផែបើតាមពលរដ្ឋជាអ្នកនេសាទសមុទ្រនៅទំនប់រលកបានឲ្យដឹងទៀតថាការផ្អាកចេញទៅនេសាទបណ្ដោះអាសន្នខ្លះដោយសារតែតម្លៃប្រេងម៉ាស៊ូតបានហក់ឡើងថ្លៃពេកហើយផលនេសាទដែលនេសាទបានមិនអាចទូទាត់នឹងការចំណាយខ្ពស់នេះបានគួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី16ខែមីនាឆ្នាំ2026នេះតម្លៃប្រេងឥន្ធនៈលក់នៅលើទីផ្សារកម្ពុជាប្រេងសាំងធម្មតាមានតម្លៃ 5200 រៀលនៅក្នុង1លីត្រប្រេងម៉ាស៊ូតហក់ឡើងដល់ 6400 រៀលនៅក្នុង1លីត្របើតាមក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាស្ថានីយ៍ប្រេងឥន្ធនៈចំនួន400ទីតាំងបានបិទទ្វារបណ្ដោះអាសន្នដោយសារតែផ្គត់ផ្គង់មានភាពយឺតយ៉ាវ